ហើយមួយទៀតអ្នកកសែតសួរមួយទៀតសួរថានៅពេលដែលចប់ការប្រកួតហ្នឹងតើកីឡាកររបស់ប៉ូទុយហ្គាល់លេងដើម្បីក្រុមឬក៏លេងដើម្បីរ៉ូណូបានន័យថាលេងដើម្បីប្រទេសប៉ូទុយហ្គាល់ឬក៏ដើម្បីរ៉ូណូការពិតកន្លែងហ្នឹងវាអាត្មានិយមហើយបានពូនិយាយថាអាត្មានិយមការពិតរ៉ូណូមិនគាត់មិនដឹងខ្លួនឯងទេយើងយល់យើងដឹងថាឆន្ទៈរបស់គាត់គឺគាត់ចង់ឈ្នះគាត់ចង់បង្កើតនូវភាពអស្ចារ្យនៅក្នុងការប្រកួតចុងក្រោយនៅ FIFA World Cup ប៉ុន្តែអាឆន្ទៈរបស់គាត់ហ្នឹងគឺវាមិនអាចជួយឲ្យគាត់ឬក៏ផ្លាស់ប្ដូរឬក៏ឆេងហ្គេមអីបានទេសម្រាប់ការប្រកួតតទល់នឹងក្រុមជម្រើសជាតិកុងហ្គោហ្នឹងកន្លែងហ្នឹងពូអ្នកកសែតអ្នកសារព័ត៌មានគេមើលគេដឹងវាដូចតែយើងមើលយប់មិញអញ្ចឹងដឹងថាកីឡាករប៉ូទុយហ្គាល់គឺលេងដើម្បីរ៉ូណាល់ដូមិនមែនលេងដើម្បីប៉ូទុយហ្គាល់ទាំងមូលទេបើលេងដើម្បីប៉ូទុយហ្គាល់ទាំងមូលគេអត់ចាំបាច់ focus លើរ៉ូណាល់ដូតែមួយគត់ទេគឺលេងជា team ហ្មងគេត្រូវតែបន្ទោសហើយពូអត់មានការពារទេគេត្រូវតែបន្ទោសគាត់ពួកគាត់គឺជាមនុស្សដែលមានឥទ្ធិពលនៅក្នុងក្រុមគាត់តំណាងឲ្យពុកទាំងកាលទាំងមូលអញ្ចឹងការឈ្នះចាញ់គឺគេត្រូវសង្កត់គេត្រូវផ្ដោតទៅលើរ៉ូណាល់ដូតែមួយគត់គេអត់ focus ទៅលើគ្រូប៉ូទុយហ្គាល់ទេគេអត់ដាក់សម្ពាធទៅលើគ្រូប៉ូទុយហ្គាល់ទេគឺគេផ្ដោតទៅលើរ៉ូណាល់ដូហ្មងចាញ់ឈ្នះយប់មិញទោះបីរ៉ូណាល់ដូចាញ់បានតែយប់មិញប្រសិនបើរ៉ូណាល់ដូអត់គ្រាប់តែការប្រកួតឈ្នះអាហ្នឹងអាចអូខេលើកមុខលើកមាត់ប៉ូទុយហ្គាល់លើកមុខលើកមាត់ក្រុមតែវាស្មើដោយសារតែស្មើនឹងហើយបានធ្វើឲ្យអ្នកគ្រប់គ្រងគេខកចិត្តហើយបូកសំនឹងអា performance របស់គាត់វាអត់ល្អទៀតកន្លែងហ្នឹងបានធ្វើឲ្យគេរិះគន់ជុំវិញពិភពលោកហ្មងសួរថាបាល់យប់មិញអ្នកណាមិត្តរួមក្រុមមួយណាដែលមិនចង់បោះឲ្យរ៉ូដូ Conceição Bruno Fernandes Rafael Leaoចូល Pedro Neto Joao Neves សិតទៅ focus លើរ៉ូដូទាំងអស់ដើម្បីអីដើម្បីឲ្យគាត់មានគ្រាប់មិនបាច់ចាំដល់ hat-trick ទេមានតែមួយគ្រាប់ក៏បានដែរយប់មិញតែវាអត់មានតែរ៉ូណាល់ដូខ្លួនឯងក៏គាត់ត្រូវដឹងដូចគ្នាដែរព្រោះគាត់ត្រូវយល់ថាប្រសិនបើគាត់គិតមុខមាត់គិតប្រទេសប៉ូទុយហ្គាល់ទាំងមូលក៏គាត់ត្រូវគិតថាតើអញលេង90នាទីនឹងវាសមអត់វាល្អឬអត់ហើយអត់មានគ្រូបង្វឹកឬក៏អ្នកណាម្នាក់ហ៊ានដូរគាត់ចេញទេណាអត់មានទេប៉ូទុយហ្គាល់និងរ៉ូណាល់ដូគឺតែមួយអញ្ចឹងអាមហាចតាឆន្ទៈគាត់អាភាពមានះរបស់គាត់ឲ្យគាត់ចង់លេងហ្នឹងហើយបានអ្នករាល់គ្នានៅក្នុងក្រុមគេពិបាកដោយសារអីអ្នកណាហ៊ាននិយាយអ្នកណាហ៊ានទៅដូររ៉ូណាល់ដូចេញសូម្បីតែពូខ្លួនឯងដែលជាអ្នកគ្រប់គ្រងដល់ងប់ងល់របស់រ៉ូណាល់ដូជិត20ឆ្នាំនេះក៏ពូវាអត់ទ្រាំលេងបានដែរពូសឹងថាស្រែកពីក្នុងឡាយតែបងដល់សល់ពេលប្រហែល10នាទី20នាទីជាងបងដូរចេញទៅឲ្យគេឲ្យពួកអីចូលមកវិញមកឲ្យអា Felix ឲ្យអាកុនគីឡូរ៉ាម៉ូសចូលមកឲ្យវាក្លុកឲ្យវាបានគ្រាប់ទៅធ្វើម៉េចបើគាត់ចង់លេងហ្នឹង41ឆ្នាំឥឡូវនឹងពេលហ្នឹងហើយពេលវេលារបស់គាត់គឺចុងក្រោយហើយពេលវេលាបែបហ្នឹងអត់មាន World Cup ឯណាដល់2030ទៀតទេឥឡូវហ្នឹងវាមិនមែនថាប៉ូទុយហ្គាល់ធ្លាក់ទេវាមាននៅការប្រកួតលើក្រោយទៀតការប្រកួតបន្ទាប់របស់ប៉ូទុយហ្គាល់ជួបកូឡុំបៀកំណត់លើកុងហ្គោទៀតកូឡុំបៀហើយបើប្រកួតក្រោយនេះស្មើឬចាញ់កូឡុំបៀចប់ហើយយប់មិញគាត់តែចប់ការប្រកួតភ្លាមរ៉ូដូដើរទៅ dressing room វិញដើរទៅម្នាក់ឯងទី1គាត់សម្ពាធដឹងខ្លួនឯងគាត់ដឹងខ្លួនឯងមិនគាត់ដឹងខ្លួនឯងគាត់ដឹងខ្លួនឯងតែគាត់ធ្វើមិនបានល្អគាត់តែយើងមើលទឹកមកគាត់ក៏យើងដឹងថាគាត់ពិបាកទទួលយកនៅពេលដែលការលេងរបស់គាត់វាអាក្រក់មើលពេកហើយត្រូវនឹងអ្នកគ្រប់គ្រងរបស់កុងហ្គោស្រែកមេស៊ីអារម្មណ៍ពេលហ្នឹងវាអត់ដឹងយកអីទៅដោះដូរវាមិនដឹងថាយកស្អីទៅបិទបាំងថា
កុំឲ្យគាត់លឺអាសម្រេចបែបហ្នឹងតែពេលខ្លះនៅពេលដែលគាត់ទទួលបានការឌឺដងការសើចចំអកវាអាចប្រែក្លាយទៅជាឆន្ទៈមួយបន្ថែមពីលើគាត់ទៀតប៉ុន្តែគាត់ប្រឹងហើយគាត់ជំនះហើយប៉ុន្តែអ្វីដែលគ្រប់យ៉ាងគឺវាមិនអាចឈ្នះកត្តាធម្មជាតិទេលបឿនរបស់គាត់កម្លាំងរបស់គាត់គឺធ្លាក់ចុះដោយមិនដឹងខ្លួនហ្មងដោយពូតែនិយាយថាទោះបីគាត់មានវិន័យការញ៉ាំការគេងការហាត់ប្រាណការរក្សាសុខភាពរបស់គាត់ល្អកម្រិតណាក៏ដោយហ្វិតកម្រិតណាក៏ដោយគាត់ញ៉ាំដល់ទឹកអាអូโซណាញទឹករ៉ែមកពីអេស្ប៉ាញនឹងក៏ដោយក៏គាត់មិនអាចបញ្ឈប់ធម្មជាតិនៃការកើតចាស់ឈឺស្លាប់ការធ្លាក់កម្លាំងការថមថយរបស់ធម្មជាតិបានទេកម្រិតនៃការលេងរបស់គាត់យំមិញបើ rating គាត់5 6.5 6.5យើងគិតមើលទៅវាមែនវា down មែនវាធ្លាក់មែន 6.5 ហើយយប់មិញបានសុទ្ធ2ជើងខនសេសាវសុកចិត្តអូសបាល់ដល់ប្រអប់ហើយអត់ហ៊ានសុទ្ធទេសុកចិត្តឲ្យបាល់នឹងទៅរ៉ូណូដូមកធ្វើមិនឲ្យរ៉ូណូដូមានគ្រាប់តែវាអត់មានវាអត់សូម្បីតែអ្នកវិភាគធ្វើការនៅទូរទស្សន៍ Fox Sport Thierry Henry អតីតកីឡាករបាល់សេណូលគាត់ថាបាល់ហ្នឹងគូទៅរ៉ូដូអ្នកឆ្លាស់ប្រូទីតាំងដើម្បីគេចពីការតាមចាប់ខ្សែការពាររបស់ Congo ហើយបើកចន្លោះទុកឲ្យ Bruno Fernandes អ្នកសុទ្ធហើយយើងដឹងថា Henry តែងតែរិះគន់ Bruno Henry អត់ចូលចិត្តរ៉ូដូទេតែគាត់គេលើកឡើងកន្លែងហ្នឹងវាមើលទៅវាមែនប៉ុន្តែអាចថាពេលហ្នឹងក៏គាត់មិនអាចថា reflect ឯណាទៅដល់ថ្នាក់ដឹងថាអូ Bruno នៅឈរក្រោយហើយគាត់ត្រូវចង់ណាដកចេញដើម្បីឲ្យខ្សែការពារគេតាមបិទគាត់ឲ្យបើកបបាល់នឹងទុកមុំឲ្យ Bruno សុទ្ធព្រោះគាត់ឃើញគាត់បាល់ខនសេសាវហុចឲ្យភ្លាមគឺគាត់ tape in យកមកតែបាល់វាអត់ចូលក្មួយត្រូវដឹងថាជាអារម្មណ៍ពូអ្នកគ្រប់គ្រងគាត់យើងចង់ឲ្យគាត់ recover មកយើងចង់បានន័យថាឲ្យគាត់ធ្វើអាភាពអស្ចារ្យមួយនៅលើទីលានតែគាត់ថាពេលខ្លះអារម្មណ៍ដែលយើងចង់បានវាមិនដូចអ្វីដែលយើងគិតវាមិនដូចអ្វីដែលយើងត្រូវការគាត់ប្រឹងហើយវាអស់ហើយប៉ុណ្ណឹងគឺបានន័យថាគាត់លេងយប់មិញគឺលេងអស់ហើយពីក្នុងខ្លួនគាត់មានប្រមាណគាត់បញ្ចេញទាំងអស់ហើយគាត់មិនអាចឯណាទៅបង្កើតភាពអស្ចារ្យដូចមុនប្រើ dribble អូសទាញញាក់ខ្សែការពារគេ2 3នាក់បង្កើតឱកាសឬក៏ទៅទាត់ទម្លុះសម្លាញ់ទីគូបដិបកនឹងវាលេងមានហើយគាត់ថែខ្លួនណាសំបីតលេងនៅ Another គាត់លេង70ទេគាត់រក្សាខ្លួនគាត់ប្រយ័ត្នណាស់ខ្លាចរបួសព្រោះកាលណារបួសនឹងឯងគាត់ខ្លាចណែអាប្រតិកម្ម FIFA World Cup នេះខ្លាចមិនបានលេងទេព្រោះគាត់ដឹងខ្លួនឯងថាដោយពូនិយាយអញ្ចឹងថាគ្រូបង្វឹកគាត់អត់ហ៊ានទេគាត់អត់ហ៊ានដាក់រ៉ូណាល់ដូបំរុងឬក៏ដូររ៉ូណាល់ដូចេញទេព្រោះឥទ្ធិពលរបស់គាត់គឺជានិមិត្តរូបរបស់ប៉ូទុយហ្គាល់ដូរចេញឲ្យក្មេងៗចូលទៅគ្រូបង្វឹកអត់ហ៊ានទេត្រូវទទួលស្គាល់ត្រូវយល់មិនមែនពេលខ្លះយើងចេះតែថាចង់ខេងគាត់អាយចេះចង់ខេងអាយចេះចង់មើលគាត់ចិត្តដូចយំមិញអាយចង់ខេងអាយខេងលទ្ធផលយ៉ាងម៉េចនឹងអាចង់ខេងគាត់អត់ខ្វល់ទេចង់ខេងគាត់ចង់ខេងគាត់ចង់ខេងហ្នឹងគាត់រត់អញ្ចឹងគាត់លេងអញ្ចឹងនឹងអាចង់ខេងគាត់ហើយសួរថាគ្រូហ៊ានទេគ្រូអត់ហ៊ានដូរទេទោះតែខ្លួនគាត់អាចថាចូល dressing room មានការប្រឹក្សាណាមួយថាឥឡូវគ្រូចង់និយាយមួយរ៉ូដូឥឡូវដាក់គាត់លេងនាទី70ណាបើសិនបើមានការប្រែប្រួលគ្រូដូរចេញបើថាគាត់យកព្រមអូខេអានឹងនិយាយទុកមុនតែនេះគ្រូមិនហ៊ានបើគាត់ដឹងខ្លួនឯងទៅ World Cup និង World Cup ចុងក្រោយរបស់គាត់ឯហ្នឹងវាសម្ពាធគ្រប់យ៉ាងហ្មងយប់មិញអ្នកគ្រប់ត្រូលគេចាំមើលទូទៅពិភពលោកដោយសារគាត់បើកឆាអសងទៀនប៉ះអាល់សេរីហ្នឹងមេស៊ីដាក់ hat-trick 3 គ្រាប់ហើយអញ្ចឹងសួរថាគេបដោតទៅលើណាបដោតទៅលើរ៉ូណាល់ដូអស់ហើយ